គ្រាន់តែលឺសូរសំឡេងឡានឈ្មួញបើកចេញទៅក៏ភ័យបាក់សក់ដែរបងប្អូនទាំងអស់គ្នាគាត់គឺជាអតីតសកម្មជនដែលការពារព្រៃឈើត្រូវគេបាញ់សម្លាប់នឹងត្រូវគេបាញ់សម្លាប់ឬក៏យ៉ាងម៉េចខ្ញុំចង់ឆ្លើយតបទៅវិញថារាល់ថ្ងៃនេះក៏បាន Facebook យោងណាខ្ញុំប្រាប់ណាបើអត់មាន Facebook ក៏សួរថាពួកបទល្មើសទាំងអស់ហ្នឹងសប្បាយចិត្តជាមួយខ្ញុំអីប៉ុន្មានថ្ងៃមុនខ្ញុំឃើញបងតាន់ខ្ញុំសួរបង្ហោះ account ABA របស់គាត់ហើយមានអ្នកចោទប្រកាន់គាត់ពាក់ព័ន្ធនឹងលុយកាក់ហើយនៅក្នុងវីដេអូនេះខ្ញុំក៏ចង់បញ្ជាក់ក្នុងនាមខ្ញុំគឺជាអ្នកស្គាល់គាត់ម្នាក់ធ្លាប់ចង់ជួយលុយគាត់$5000សម្រាប់ការងាររបស់គាត់ដែលគាត់ខិតខំការពារធនធានធម្មជាតិក៏ប៉ុន្តែគាត់មិនទាន់ទទួលដោយសារគាត់មានហេតុផលអត់ទាន់ធ្វើការដែរអត់ទៅចាំមើលបងមាន project អីដែលត្រូវធ្វើចាំបងប្រាប់តាមនឹងវិញមកខាងវិញអ្វីដែលគាត់អត់យកពីខ្ញុំហ្នឹងគឺគាត់ចង់និយាយថាចែកការរាប់អានខ្ញុំនឹងជួយឲ្យខ្ញុំមានស្នាមពីខ្ញុំលើកទឹកចិត្តខ្ញុំហ្នឹងគាត់អត់មានចង់បានអីទេមិនមែនថាគាត់ចូលមកស្គាល់ខ្ញុំឬខ្ញុំស្គាល់គាត់ចង់ឲ្យខ្ញុំជួយទៅគាត់នេះថាខាងប្រៃឈើខាងអីជំនួយដូចជំនួយកាយអីគឺគាត់អត់ដាច់ខាត់គឺអត់ទទួលហ្មងចិត្តសង្គមមកតែបានសម្រាប់រួលហើយឱកាសឲ្យបានជួបជាមួយកូនស្រីហើយបានចាញ់ហើយទៅដែរតល្អទីកាកូនស្រីផងដែរបងសូមយ៉ាងកុំអីពាក់ព័ន្ធនឹងជាមួយខ្ញុំនៅតែប្រាប់គាត់ថាមិនសួរគាត់ទៅអត់អីទេឲ្យគាត់ទទួលទៅខ្ញុំជួយគាត់$5000សម្រាប់ឲ្យគាត់ជួយទៅដល់សង្គមព្រោះឲ្យដឹងថាគាត់រាល់ថ្ងៃគឺគាត់ប្រឹងប្រែងជាមួយនឹងធនធានធម្មជាតិខ្លាំងមែនតើអញ្ចឹងខ្ញុំជាអ្នក business មួយខ្ញុំជាអ្នករស់ស៊ីមួយខ្ញុំចូលចិត្តតែទៅជួយសង្គមជួយទៅដល់កន្លែងដូចថាអង្គការផ្សេងដែលគាត់ជួយកម្លាំងកម្រាអីចឹងដល់ពេលខ្ញុំបានស្គាល់គាត់ផ្ទាល់ខ្ញុំក៏មានទឹកចិត្តជួយគាត់$5000ស្រាប់តែគាត់ប្រកែកទៀតមិនត្រឹមតែប៉ុណ្្នឹងទេគឺគាត់ឆាតខ្ញុំផ្ទាល់ទៀតនេះឃើញទេគាត់និយាយរឿងលក់ខុនដូហ្នឹងគឺលុយគាត់ចាយតអស់ហើយអញ្ចឹងគាត់អត់តន់ត្រូវការជំនួយអីទាំងអស់អញ្ចឹងឥឡូវនេះវាយគាត់ជាមួយមិត្តវាយគាត់ជាមួយខ្ញុំវិញម្ដងជាតែបងប្អូនថាចេះហើយខ្ញុំក៏ធ្លាប់សួរដែរថាបងបើសិនជាបងអត់យកជំនួយពីខ្ញុំអញ្ចឹងបងឯងបានថាវិការណាសម្រាប់អត់ថារបៀបធ្វើការងារហ្នឹងគាត់ថាគាត់ទៅលក់ខុនដូបាន30000ដូចវាយគាត់និយាយមិនអញ្ចឹងហើយមួយទៀតខ្ញុំថាអញ្ចឹងបងឯងមិនរលុយតាមរយៈវីដេអូនៅក្នុង Facebook ទៅគាត់ថាគាត់អត់ធ្វើទេដោយសារអីគាត់គាត់ថាចេះបើសិនជាគាត់ធ្វើបែបនេះគេនឹងគិតថាគាត់នឹងផលិតវីដេអូឬក៏ការងារគាត់រាល់ថ្ងៃហ្នឹងចង់បានផលប្រយោជន៍ពីក្នុងហ្នឹងធម្មតាតែកាលណាគាត់ធ្វើវីដេអូដាក់បង្ហោះក្នុង Facebook គឺបានន័យថាគាត់ចង់បានលុយហ្នឹងហើយអញ្ចឹងគាត់អត់ចង់ឲ្យជាប់ដាននៅក្នុងការងារគាត់មានផលប្រយោជន៍លុយនៅក្នុងហ្នឹងគឺជាវីដេអូដែលគាត់ឆាតមកខ្ញុំផ្ទាល់តែម្ដងព្រោះដោយសារគាត់ចង់និយាយប្រាប់ខ្ញុំផ្ទាល់ថាគាត់អត់ត្រូវការលុយដែលខ្ញុំត្រូវជួយគាត់នោះទេនេះអូនមិញមកគាត់ឆាតមកបងថាអូនមានបំណងចង់ឧបត្ថម្ភបងអញ្ចឹងណាបងឆ្លើយតបទៅវិញថាកុំចាំឲ្យកន្លែងជួយដល់លោកមែនហើយបានបំផុសបំផុលឲ្យប្រជាជនយើងមកចាប់អារម្មណ៍អំពីសារៈប្រយោជន៍នៃព្រៃឈើអញ្ចឹងនេះគឺជាការចូលរួមចំណាយធំធេងបាត់ដែរព្រោះយើងចង់ឃើញចំណាយពុកពេញទៅដោយស្នាមញញឹមដល់ប្រកបចឹងណាអូនតែប៉ុណ្ណឹងចាបងតាមទៅខ្ញុំទីទៅខ្ញុំជួយដល់សង្គមបែបហ្នឹងដែរចឹងណាហើយដល់ពេលស្គាល់បងទៅខ្ញុំទៅបងជួយដល់សង្គមច្រើនអញ្ចឹងខ្ញុំអត់មានអត់បានទៅផ្ទាល់បែបរបៀបដូចបងអញ្ចឹងណាពេលខ្លះខ្ញុំក៏បានធ្វើផ្ទាល់ដែរនេះការងារបងផ្ទាល់អញ្ចឹងពេលដែលខ្ញុំឃើញបែបហ្នឹងទៅខ្ញុំគិតថាជាការចូលរួមចំណាយតាមរយៈបងដើម្បីបងយកទៅធ្វើតអញ្ចឹងណាបងតាមទៅការជួយនេះមិនមានបំណងអីតែថាគិតថាចង់បានអីមួយឬក៏បងចង់បានពីខ្ញុំឬក៏ខ្ញុំចង់បានពីបងអត់ទេតែដោយសារជាការងារបងជាប្រចាំថ្ងៃគឺធ្វើការងារសង្គមអញ្ចឹងអ្វីដែលខ្ញុំអាចចូលរួមបានគឺមានតាមរយៈបងដើម្បីខ្ញុំបានចូលរួមជាមួយបងដែរអញ្ចឹងណាគាត់នៅតែនិយាយដដែលទាំងមួយមិត្តទាំងខ្ញុំនេះគាត់ទៅតែលក់ខុនដូបាន30000បងប្អូនមើលការងាររបស់គាត់រាល់ថ្ងៃនេះគឺគ្រោះថ្នាក់ខ្លាំងមែនតើសួរថាប្រហែលអ្នកហ៊ានធ្វើដូចគាត់ដោយសារការឆ្លាញ់និងខ្វាយខ្វល់ពីធនធានធម្មជាតិគឺគាត់លះបង់គ្រប់យ៉ាងទាំងពេលវេលាទាំងកម្លាំងកាយចិត្តទាំងលុយកាក់សុវត្ថិភាពផ្ទាល់ខ្លួនទៀតក៏ប៉ុន្តែរាល់ថ្ងៃគឺគាត់ពិតជាអរគុណដល់បងប្អូនទាំងអស់គ្នាដោយសារសម្លេងបងប្អូនទាំងអស់គ្នាដូចជាអាវក្រោះរបស់គាត់មួយអញ្ចឹងអាចការពារសុវត្ថិភាពគាត់បាននិងចូលរួមចំណែកដ៏ធំធេងដែលជាសម្លេងដែលអាចឲ្យគាត់ការពារធនធានធម្មជាតិបានជាពិសេសពេលដែលគាត់បានដឹងថាមានអ្នកចោទប្រកាន់គាត់ពាក់ព័ន្ធជាមួយនឹងលុយគឺគាត់មានអារម្មណ៍ថាគាត់អត់សប្បាយចិត្តទេក៏ប៉ុន្តែបងប្អូនតែងតែលើកទឹកចិត្តគាត់និងជឿជាក់លើគាត់សួរថាជំនួយពេលខ្លះគាត់ទទួលអត់គាត់ទទួលតែក៏គាត់ត្រូវមើលដែរថាជំនួយនេះបែបណាតែសមស្របនឹងត្រូវហេតុផលដែលគាត់ត្រូវយកអត់ហើយបើសិនលុយនោះបានប្រយោជន៍មកពីព្រៃឈើវិញគឺកាន់តែមិនអាចទៅរួចទៀតដោយសារមនុស្សគាត់គឺជាមនុស្សម្នាក់ដែលមានឆន្ទៈដោយលុយកាក់មិនអាចទិញគាត់នោះបានទេក្រៅពីភាពស្មោះត្រង់របស់គាត់និងគាត់ចង់ខ្វាយខ្វល់ពីធម្មជាតិនិងការពារធនធានធម្មជាតិឲ្យបាន